សូមជូនរឿងឪពុកក្មេករើសកូនប្រសាកាលពីព្រេងនាយមានតាចាស់ម្នាក់និងដូនចាស់ម្នាក់នៅស្រុកមួយតាចាស់យាយចាស់នោះមានកូនក្រមុំម្នាក់រូបល្អណាស់អ្នកណាទៅដណ្ដឹងក៏គាត់មិនព្រមឲ្យគាត់ថាអ្នកណាតមមិនជេរម្ដាយគេបានទើបគាត់ឲ្យកូនជាប្រពន្ធអ្នកនោះជួនជាថ្ងៃមួយនោះមានកំឡោះម្នាក់រូបរាងស្អាតបាតចូលទៅដណ្ដឹងកូនគាត់ថាអញឲ្យឯងកុំព្រួយចិត្តប៉ុន្តែឯងត្រូវតមជេរម្ដាយគេហើយទទួលបម្រើអញតាមពាក្យអញទើបអញឲ្យឯងបើតមមិនបានអញផ្ដាត់មិនឲ្យឯងទេអញប្រាប់ឯងឲ្យដឹងជាមុនលុះក្រោយទៅឯងកុំថាអញកាចណាកំឡោះនោះថាខ្ញុំបាទតមជេរម្ដាយគេបានហើយធ្វើការអ្វីក៏បានទាំងអស់ខ្ញុំបាទទទួលសពគ្រប់ប្រការតាមប្រសាសន៍លោកឪពុកតានោះថាបើឯងតមជេរម្ដាយគេបានមែនឯងទៅសិនចុះព្រឹកត្រូវឯងមកវិញពីព្រលឹមកំឡោះនោះក៏លាវិលទៅផ្ទះវិញព្រឹកឡើងកំឡោះនោះមកវិញចូលទៅបម្រើឪពុកម្ដាយក្មេកនោះប្រាកូនក្រមុំគួតឲ្យរៀបបាយទឹកឲ្យអ្នកកំឡោះនោះស៊ីរួចហើយតានោះក៏ប្រាប់ទៅកូនប្រសាថាណែកូនចូលកូនទៅចាប់ក្របីទៅភ្ជួរស្រែទៅកូនឯងភ្ជួរតារាបដល់ថ្មនៅឯស្រែនោះយំទេវហើយសឹមឯងដោះក្របីអ្នកកំឡោះទៅចាប់ក្របីមកទឹមហើយទៅភ្ជួរស្រែតាំងពីព្រលឹមដល់ថ្ងៃត្រង់ក៏ថ្មពុំយំក្របីដារពុំរួយក៏ថ្មចេះតែឈឹងពុំយំសោះអ្នកកំឡោះឃ្លានបាយណាស់ទ្រាំពុំបានជេរម្ដាយថាម្ដាយអាថ្មនេះកាលណានឹងយំឡើងកំឡោះនោះជេរតែប៉ុណ្ណោះតានោះក៏ស្ទុះជេនពីក្រោយថ្មមកថាណយចុះឯងដោះក្របីលែងហើយទៅផ្ទះឯងចុះឯងផ្ដាច់កូនហើយត្បិតឯងតម្ដាយមិនបានកំឡោះនោះក៏ដោះក្របីលែងហើយទៅផ្ទះវិញថ្ងៃក្រោយមកមានកំឡោះម្នាក់ចូលទៅដណ្ដឹងកូនតានោះទៀតគាត់ក៏បង្កប់ដោយកំឡោះមុនតែអ្នកកំឡោះក្រោយគេមានប្រាជ្ញាគេទៅភ្ជួរស្រែវេកបាយទៅស៊ីផងលុះភ្ជួរដល់ថ្ងៃខ្ពស់ឃ្លានបាយក៏បញ្ឈប់ក្របីស៊ីបាយរួចហើយក៏ភ្ជួរទៀតទល់ថ្ងៃជ្រេពីត្រង់ក៏ថ្មពុំយំក្របីក៏អស់ជើងដើរពុំរួចកាលបើអ្នកកំឡោះបក្របីតែដល់ជិតថ្មនោះអ្នកធ្វើជាស្ដីថាលោកថ្មអើយយំឡើងក្របីដើរពុំរួចទេអាណិតក្របីផងទៅខ្លួនខ្ញុំឥតបើអីទេខ្ញុំមានបាយស៊ីហើយភ្ជួរដល់យប់ក៏បានដែរបើមិនអាណិតខ្ញុំអាណិតតែក្របីចុះត្បិតវាជាសត្វកំឡោះនោះអង្វរដោយម្ដេចក៏ថ្មពុំយំអ្នកកំឡោះនោះក៏ពុំជេរត្បិតវាដឹងថាតានោះទៅពួនក្រោយថ្មលុះនិយាយយូរទៅតានោះមើលមកឃើញក្របីដារពុំរួចមែនគាត់នឹកអាណិតក្របីគាត់ក៏យំក្រោយថ្មនោះឮតែទេវអ្នកកំឡោះនោះក៏ដកក្របីឲ្យស៊ីស្មោនហើយមកផ្ទះឪពុកក្មេកវិញតានោះក៏ឲ្យកូនគាត់លើកបាយមកឲ្យអ្នកកំឡោះនោះស៊ីលុះល្ងាចតានោះប្រាប់ថាកូនអើយទៅផ្ទះឯងចុះព្រឹកសឹមឯងមកវិញកំឡោះនោះក៏លាទៅផ្ទះលុះយប់មកលប់ចាំស្ដាប់យកការនៃក្រុមដំណេកតានោះព្រោះគាត់និយាយគិតគូរនឹងប្រពន្ធគាត់ទាល់តែដេកលក់វេលាយប់តាចាស់ចូលដេកក៏និយាយនឹងយាយថាយាយអានេះវាតមជេរម្ដាយបានប៉ុន្តែរូបរាងវាអាក្រក់មិនសមនឹងកូនយើងដូច្នេះយើងរកឧបាយយ៉ាងណាឲ្យវាខឹងជេរម្ដាយហើយយើងនឹងផ្ដាច់វាទៅយាយឆ្លើយថាងាយទេបើដូច្នេះចូលតាឯងចូលក្នុងការុងមួយដាក់អង្គព្រឹកឡើងវាមកខ្ញុំប្រាប់វាថាតាឯងទៅកាប់អ៊ូលើភ្នំមុនហើយខ្ញុំឲ្យវារែកតាឯងនឹងអង្គទៅលើភ្នំបើវាធ្ងន់វាខឹងវាជេរនោះណាយតាឯងនៅក្នុងការុងស្រាប់នឹងលឺហើយមកវិញផ្ដាច់វាបាំងដោយងាយតាយាយគិតគ្នាដូច្នោះហើយក៏ដេកទៅឯអ្នកកំឡោះនោះលប់ស្ដាប់នៅក្រោមផ្ទះឮដង្ការអស់ហើយក៏វិលទៅដេកឯផ្ទះវិញលុះព្រឹកឡើងអ្នកកំឡោះនោះទៅបម្រើឪពុកម្ដាយក្មេកក៏ស្រាប់តែឃើញយាយចាស់បង្ហាញអំរែកហើយប្រាប់ថាកូនអើយឪឯងទៅកាប់អ៊ូលើភ្លុំហើយគាត់ផ្ដាំថាឲ្យកូនឯងរែកអំរែកនេះឡើងទៅតាមឲ្យឆាប់ត្បិតគាត់ទៅតាំងតែពីព្រលឹមមិនទួងថែមហូបបាយផងមានតែកូនឯងរែកទៅឲ្យឆាប់នឹងឲ្យដណ្ដាំបាយឲ្យឪពុកហូបកំឡោះនោះទទួលអំរែកហើយក៏រែកទៅតាមជើងភ្នំដល់រែកឡើងបន្តិចទៅធ្ងន់ណាស់ក៏រែកជក់មកវិញហើយស្ដីថាអូអើយខ្ញុំឃ្លានបាយណាស់ខ្ញុំរែកឡើងទៅឲ្យឆាប់មិនបានបើវាធ្ងន់ម្ល៉េះនរណានឹងរែកឡើងទៅវិញរួចបើឪមិនអាណិតគាត់ជេរបន្ទោសដូចម្ដេចក៏ទទួលនិយាយហើយរែកចុះមកវាវិញលុះរែកទៅដល់កន្លែងមួយឃើញស្បូវស្ងួតល្អក៏រែកទៅដាក់ឈប់កណ្ដាលស្បូវនោះហើយដាល់ទៅបាត់មួយស្របក់
ទើបដើរត្រឡប់មកវិញយកភ្លើងដុតអម្រែកលុះភ្លើងឆេកស្បូវជុំវិញហើយក្តៅដល់តាចាស់ដែលនៅក្នុងអម្រែកគាត់ក៏បំរាស់ញ័ររង្គើទាំងការុងភ័យក្រែងភ្លើងឆេកស្លាប់ប៉ុន្តែចេញមិនរួចអ្នកកំឡោះធ្វើជារត់មកពីណាស្រែកថាជើនរណាដុតភ្លើងឆេះអម្រែកអញអស់ធ្វើដូចម្ដេចអញនឹងចូលទៅបានបើភ្លើងឆេះជុំវិញដូច្នេះចូលមិនចោះថាហើយឈរស្រែកនៅក្រៃលុះភ្លើងឆេះដល់ការុងដឹងថាតាចាស់ក្តៅអស់ហើយទើបស្ទុះចូលទៅអូអម្រែកចេញពីភ្លើងរួចហើយភ្លើងក៏ឆេះដាច់ខ្សែការុងលោកតាចាស់បំរាស់ញ័រទើបអ្នកកំឡោះស្រែកការុងចេញឃើញតាពុកក្មេករលាកភ្លើងឆេះទាំងសក់ក្បាលក៏ជំរាបថាជើលោកឪពុកម្ដេចក៏មិនប្រាប់កូនកុំអីភ្លើងឆេះស្លាប់ចោលម៉ែឯនើមេម៉ាយតាចាស់ខាងណាស់តែពុំដឹងជាធ្វើដូចម្ដេចឡើងដើរតញយមកប្រទេសវិញទ្រាំតួមួយថ្ងៃណាមួយដោយវាអូសចេញពីភ្លើងណាមួយដោយវាអោករលាកភ្លើងមកដល់ផ្ទះវិញគ្មានស្ដីមួយម៉ាត់ដោយផ្ទះហើយប្រាប់កូនប្រសាថាទៅផ្ទះចុះព្រឹកសឹមមកវិញឯកូនប្រសាលាទៅផ្ទះលុះយប់មកលប់ចាំស្ដាប់ទៀតលុះដល់យប់តាចាស់យាយចាស់ចូលដេកតានិយាយគិតគ្នាទៀតតាថាគិតដូចម្ដេចនឹងផ្ដាច់វាបានអានេះមានប្រាជ្ញាណាស់តាបើឲ្យកូនយើងទៅវាមិនសមនឹងកូនយើងពីថ្ងៃមិញវាដឹងថាឯងនៅក្នុងការុងវារែកទៅដាល់កណ្ដាលផ្លូវវាថាធ្ងន់ណាស់តែវាមិនជេរម្ដាយវារកទីណាមានស្បូវស្ងួតវារែកអម្រែកទៅដាស់កណ្ដាលស្បូវហើយវាដាល់ទៅរកភ្លើងមកដុតជុំវិញលុះភ្លើងឆេះវាធ្វើជាស្រែកថានរណាដុតភ្លើងនេះឆេះអម្រែកអញអស់ហើយវាឈរស្រែកមិនចូលយកទុកទាល់តែភ្លើងឆេះដល់ក្តៅរលាកឯងទៅហើយទើបវារត់ចូលទៅអូសចេញមកអញភ័យណាស់ប៉ុន្តែចេញមិនរួចព្រោះវាចងមាត់ការុងជាប់អញរលាកអស់ទាំងខ្លួនឥឡូវនេះយើងគិតដូចម្ដេចនឹងផ្ដាច់វាបានយាយថាឥឡូវនេះមានតែដល់ពេលមន់រងាយតាឯងលុបមុខស៊ីស្លាហូបបាយចូលទៅក្នុងការុងមួយទៀតច្រកអង្គបើព្រឹកឡើងវាមកខ្ញុំប្រាប់វាថាតាឯងទៅផ្សារទិញអីវ៉ាន់ហើយខ្ញុំឲ្យវារែកទៅតាមឲ្យទាន់នៅវេលាស៊ីបាយព្រឹកត្បិតផ្លូវផ្សារក៏ឆ្ងាយដែរបើរែកមិនទាន់ទេលុះមកវិញនឹងផ្ដាច់កូនពីវាបានដូចងាយមួយទៀតតែទៅដល់កណ្ដាលផ្លូវវាមុខជាធ្ងន់វាប្រហែលជាគិតឃើញថាស្ងាត់ហើយវាជេរមិនខានតាចាស់នឹងយាយគិតគ្នាដូច្នោះហើយក៏ដេកទៅឯអ្នកកំឡោះនោះលុបស្ដាប់ដឹងការអស់ហើយក៏ទៅដេកឯផ្ទះវិញលុះព្រឹកឡើងចៅនោះរៀបខ្លួនដើរចេញទៅបម្រើឪពុកម្ដាយក្មេកទៀតដល់ហើយម្ដាយក្មេកឲ្យកូនក្រមុំលើកបាយមកឲ្យចៅនោះស៊ីទៀតស៊ីហើយក៏ប្រគល់អម្រែកឲ្យកូនប្រសារែកទៅតាមឪពុកក្មេកឯផ្សារដូចគិតគ្នាពីល្ងាចនោះចៅនោះរែកទៅហើយគិតថាម្ដងនេះអញធ្វើឲ្យឪពុកក្មេកអញឲ្យកូនមកអញកុំឲ្យគាត់រកកលធ្វើបញ្ឆោតអញក្រោយទៀតហើយគិតតែរែកទៅហើយដល់កណ្ដាលផ្លូវដាក់អម្រែកចុះហើយថាការុងនេះចងមាត់មិនជាប់វាយកខ្សែចងថែមទៀតលុះរែកទៅដល់កន្លែងមានព្រែកមានស្ពានក៏ដាក់អម្រែកលើស្ពានឲ្យប្របេះត្រង់ចុងក្តារនៅតែបន្តិចនឹងធ្លាក់ពីស្ពានហើយថាអញអើយថ្ងៃណាស់ហើយម្លេះសំឪពុកអញជេរមិនខានអម្រែកធ្ងន់រែកឲ្យទួនម្ដេចណាយជេរក៏ជេរចុះអញដាក់នៅនេះទៅវាលសឹមទៅទៀតនិយាយបណ្ដាដើរបណ្ដាមួយស្របុកក៏កាន់ឈើមួយធំដើរមកពីណាយបុកស្ពានលើក្រាងធ្វើហាក់ដូចជាដំរីឆ្លងស្ពានហើយស្រែកថានរណាដាក់អម្រែកនៅលើស្ពានដំរីអញវាជន់ខូចអស់ហើយយកចេញឲ្យឆាប់ស្រែកហើយបុកស្ពានក្រាងដើរចូលមកឯតាចាស់ក្នុងការុងគិតស្មានថាដំរីមែនភ័យក្រែងជន់ស្លាប់ក៏ខំបំរាស់ជៀសផ្លូវដំរីហួសពីក្តារធ្លាក់ទៅក្នុងទឹកចូលការុងគាត់ឆ្លក់ទឹកត្រដញ័រទាំងការុងស្ទើរតែនឹងស្លាប់ឯអ្នកកំឡោះឃើញដូច្នោះហើយក៏ទុកឲ្យផឹកទឹកបន្តិចឲ្យអស់ខូចទៀតហើយធ្វើជាដើមមកពីវាលស្រែកថានរណាហ៊ានបរដំរីឆាយអម្រែកអញឲ្យធ្លាក់ទៅក្នុងទឹកអង្គអញអស់អូអញអើយអូជេថែមទៀតហើយថ្ងៃក៏កាន់តែខ្ពស់ហើយអង្គទៅទឹកថែមទៀតអ្នកកំឡោះឃើញឪពុកក្មេកបំរាស់ញ័រក្នុងការុងក៏ថាអូមានត្រីមកប្របេះផងណយអញចុះទៅស្រង់មកមើលទៅថាហើយលោតទៅស្រង់ឡើងមកមើលហើយថាអើយបើវាទៅទឹកនឹងស្រាយហាលថ្ងៃហើយរែកយកទៅឲ្យម៉ែធ្វើនំបញ្ចុកទុកឲ្យឪពុកហូបថាហើយស្រាយមើលឃើញតានៅក្នុងការុងក៏ថាអើយម្ដេចក៏មិនប្រាប់កូនកុំអីស្លាប់ទៅហើយ
គេបដំរីមកពីណាមិនដឹងគេឲ្យដំរីឆាយធ្លាក់ទៅក្នុងទឹកតាឮហើយឡើងឈរដើរវើមកផ្ទះវិញមិនមានស្ដីមួយម៉ាត់ដល់ផ្ទះអស់ចំណែកពុំហានគិតទៀតក៏រៀបការកូនក្រមុំឲ្យទៅអ្នកកំឡោះនោះទៅសូមអរគុណពុកម៉ែបងប្អូនដែលតាមដានរឿងតាំងពីដើមរហូតដល់ចប់